មានអ្នកតាមួយនេះគប់ចេញពីរបស់នេះមក20 30អ្នកគប់មកទាំងអស់លើវាយធ្វើម៉េចឲ្យពួកខ្ញុំរងគ្រោះឬក៏យ៉ាងម៉េចបងអាចបញ្យល់បានហេតុអីបានយើងប្រើប្រាស់កងកម្លាំងទាហានដើម្បីមកបង្ក្រាបពួកក្រុមបាត់នេះសំខាន់ទៅស្ដាប់តបបញ្ជាបាទគេឲ្យខ្ញុំឈរជើងឡើងខ្ញុំឈរជើងឡើងប៉ុន្តែខាងណាបញ្ជាខាង911បញ្ជាឬក៏ខាងលើបញ្ជាមកខ្ញុំមកនេះខ្ញុំមិនដឹងណាប៉ុន្តែខ្ញុំដឹងទទួលបញ្ជាឲ្យគឺខ្ញុំអនុវត្តបាទប៉ុន្តែទៅតាមច្បាប់ទេតាមលោកមួយទៅខ្ញុំមិនដឹងដូចខ្ញុំនិយាយចឹងតែធៀងស្ដាប់តបបញ្ជានេះច្បាប់ខ្ញុំមិនដឹងលោកនុតរំដួលអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺខាងគណៈបកសង្គ្រោះជាតិបានចាត់ទុកកងកម្លាំងយោធាថាបានប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃមកលើក្រុមកម្មករនិងព្រះសង្ឃលោកបានបញ្ជាក់ថាសូម្បីតែលោកជាអ្នកតំណាងរាស្ត្រក៏ត្រូវបានកម្លាំងយោធារុញច្រាននិងគំរាមដែរពេលខ្ញុំមកដល់ហ្នឹងគេក៏ក្លឿនគេក៏ក្លឿនដាក់យើងទៀតក្លឿនដាក់យើងណាក៏ក្លឿនបាទពួកទាហានទាំងអស់ហ្នឹងក៏ក្លឿនដាក់យើងឲ្យទៅចាប់យុវជនម្នាក់ដែលអត់មានបញ្ហាអីសោះនេះបាទទៅចាប់គ្នាដែលគ្នាឈរមើលចាប់អូសវាយគ្នា4 5ដបងឲ្យធាក់ផងទាត់ផងតើវាសមនេះឲ្យសួរតែគ្នាមានចៅដុំថ្មឬអត់ច័ន្ទផនិតអាយុ22ឆ្នាំបានរងរបួសដោយសារការវាយនឹងដៃបំពង់ទីបបាននិយាយរៀបរាប់ថាមានជនទី3បានបង្កប់នៅក្នុងបាតកោបានបង្កហេតុដែលនាំឲ្យមានអំពើហិង្សាទើបឈានរហូតដល់មានការប៉ះទង្គិចគ្នារត់មកវាយពួកខ្ញុំមកវាយទាំងស្រីវាយទាំងប្រុសមានចំពីមានកភ្លើងមានទាំងដបងឆក់មកវាយពួកខ្ញុំហើយចាប់មានអាអ្នកបាទដៃទី3ហ្នឹងមកចាប់ខ្ញុំឲ្យពួកទាហានវាយទៀតតែខ្ញុំរើប្រាស់រួចតែគ្នាខ្ញុំគេចាប់3អ្នកវាយចិត្តងាប់ហើយឈូផងយកកភ្លើងអុកក្រោយខ្នងទៀត